នេះគឺជារបៀបចំហៀវខ្លាញ់ដោយយើងមិនបាច់ចាំប្រើខ្ទះហើយយើងនៅចាំឈរមើលនោះទេបាទយើងគ្រាន់តែយកចំណក់ខ្លាញ់មករួចដាក់ចូលឆ្នាំងដាំបាយអគ្គិសនីរួចដាក់ល្ខ្ទឹមចូលចំនួនបន្តិចហើយក៏ដាក់ទឹកក្តៅចូលបន្តិចដែរសម្រាប់កុំឲ្យវាខ្លោចបាតរួចបងប្អូនដាក់ហើយក៏យើងបិទគម្របរួចយើងចុចមកខាងចម្អិនបាទយើងចុចឲ្យវាទៅជាខាងក្រហមទុកចោលមួយសន្ទុះបាទដល់ពេលរួចនៅពេលតែវាលោតពណ៌លឿងបែបនេះហើយគឺជាការស្រេចបាទបងប្អូនគ្រាន់តែបើកមើលទៅគឺថាមានក្លិនក្រអូបបាទវាក៏កាត់ក្លិនជ្រូកមិនមានក្លិនជ្រូកដូចដែលយើងចំហៀវនៅតាមផ្ទះទេបាទធ្វើបែបនេះគឺពិតជាល្អម្យ៉ាងដែរបាទអញ្ចឹងបងប្អូនគួរតែទៅសាកល្បងធ្វើមើលបាទនេះហើយបែបហ្នឹងរួចយើងទុកចោលឲ្យត្រជាក់បន្តិចរួចបងប្អូនចាំដួសទុកគឺជាការស្រេចបាទបងប្អូនគឺតែម្យ៉ាងដែរបាទចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទបើសិនជាវីដេអូបែបនេះមានប្រយោជន៍សូមចុច like ចុច share មួយបាទ